បាទនេះគឺជាដំណើរកំសាន្តសម្រាប់ការបើកកិច្ចប្រជុំនៅតំបន់កោះកុងហើយជាមួយក្នុងនោះដែរខ្ញុំជាមួយនឹងក្រុមការងារបានជិះទូកនៅដងស្ទឹងនេះពីកោះកាងនៅកតៃហើយនេះគឺជាទេសភាពមួយដែរស្អាតណាស្អាតទឹកថ្លាឆ្វេងមុខនឹងឲ្យមើលទៅព្រៃកោះកាងដំណើរនេះគឺយើងឆ្ពោះទៅកាន់ទឹកធ្លាក់នេះយើងបានមកដល់កន្លែងទឹកធ្លាក់ហើយដល់កន្លែងទឹកធ្លាក់យើងមើលទៅទឹកថ្លាដល់ថ្មមកហើយនេះមកទៅជាមួយនឹងក្រុមការងារនៅធ្វើការជាមួយគ្នាក្នុងសួនតែមួយនេះគឺលោកសួងកានតវងសង្ហាបាទនឹងរៀងជារៀងសង្ហានោះមេមុំកំពុងតែថតនេះគឺសិទ្ធិជាបុគ្គលិកដែលបម្រើការជាមួយហើយយើងក៏បានវិលត្រឡប់មកវិញហើយបាទលេងហើយវិលត្រឡប់មកវិញតបមកយើងជិះត្រឡប់មកដល់ស្ពានវិញដល់ស្ពានបន្ទាប់ពីនឹងមកយើងក៏បានមកដល់ក្រោមស្ពាននេះហើយគឺជាចំណតនៃទូករួចហើយក៏យើងបន្តដំណើរមកដើរកំសាន្តនៅព្រៃកោះកាងបាទព្រៃកោះកាងវាទៅស្អាតស្រស់ស្អាតមែនទែននៅខាងកោះកុងយើងព្យាវនេះគឺជាស្ពានចូលស្អាតស្ពានចូលគេឆ្លងទេសភាពពេលរសៀលហើយពួកយើងក៏បានថតរូបទុកជាអនុស្សាវរីយ៍ជាច្រើនដែរបាទនៅកន្លែងព្រៃកោះកាងនេះហើយដំណើរកំសាន្ត